45របៀបបោះពុម្ពឯកសារទី1យើងចុចនៅលើមេនុយ File ទី2យើងចុចនៅលើ Print ឬចុច Ctrl P នៅលើ Keyboard ក៏បានទី3ចុចរើសម៉ាកម៉ាស៊ីន Print ទី4វាយលេខទំព័រដែលត្រូវ Print ទី5កំណត់យកក្រដាសផ្ដេកឬក៏បញ្ឈរទី6កំណត់យកຂະຫນាតក្រដាសទី7កំណត់ចំនួនសន្លឹកដែលត្រូវបោះពុម្ពទី8គឺយើងចុចនៅលើ Printer Property ដើម្បីកំណត់ប្រភេទក្រដាសទី9យើងចុចនៅលើ Paper and Quality ទី10ចុចយកទំហំក្រដាសទី11ចុចយកប្រភេទក្រដាសធម្មតាឬក៏ជាក្រដាសរូបថតទី12យើងចុចនៅលើ OK ពេលកំណត់រួចរាល់ហើយយើងចុចលើប៊ូតុង Print